ណាអូនសូមស្រីមកបានរហ័សមែនបងប្រុសអាចចូលបានទេកំពុងចាំណាព្រោះមានប្រជុំមិត្តរួមការងារខ្ញុំត្រូវមកទីនេះមែនទេអញ្ចឹងចាំជាមួយគ្នាទៅបងថារកវិយាមកផឹករងចាំគេទៅល្អជាងអាចជាត្រូវប្រជុំដល់យំបន្តិចមិនអីទេបងមានពេលច្រើនតើអញ្ចឹងបងចាំដល់ទីនេះហើយខ្ញុំទៅទិញស្រាសិននេះជាប្រអប់មានអំបាយ2500 2600 2700 2750 3200នេះសុំទោសសុំមើលប្រអប់មានអំបាយបន្តិចបានទេលើកថាមានតែមួយទេលើលោកនេះទើបខ្ញុំចង់ឃើញចាប់បានមើលតាមស្រួលចាធ្វើយ៉ាងម៉េចទៅខ្ញុំសុំទោសខ្ញុំរបូតដៃសុំទោសជាប្រអប់ដែលមានតែមួយផងលើលោកនេះសុំទោសខ្ញុំគួរសងយ៉ាងម៉េចទៅមិនថាប្រាប់ទេអ្វីទេខ្ញុំនឹងសងអ្នកនាងហើយនេះជានិមប័ណ្ណរបស់ខ្ញុំសួស្តីខ្ញុំចូលអារម្មណ៍ដែលជួបលោកក្នុងពិធីដេញខៃវត្ថុបុរាណលើកមុនស្រាប់តែនឹកឃើញនិមប័ណ្ណដែលលោកឲ្យខ្ញុំក៏ទេមកខ្ញុំនៅក្បែរក្រុមហ៊ុនលោកមកបាត់តែជាមួយគ្នាបានទេចុះសឹងបងចេញមកធ្វើអីពេលនេះបងអូនវូនៅផ្ទះរបស់បងគេប្រាប់ថាចង់ផឹកស្រាជាមួយបងយល់ថាខុសប្រក្រតីអូនទៅផ្ទះសិនទៅខុសប្រក្រតីស្អីទៅប្រហែលជាលឺថាបងបាក់មន្ទីរពេទ្យទៅមកផឹកអបអរហ្នឹងប្រយ័ត្នបន្តិចក៏មិនអាក្រក់អីដែរ
ស្អែកមកមន្ទីរពេទ្យមកថ្ងៃត្រង់បងជួយអូនញ៉ាំបាយអគ្គនាយកហឹងនិងអគ្គនាយកចឹងតម្រាំតែទាត់ពួកគេទាំងពីរចោលបានអូនពិបាកស្ទើរស្លាប់ទៅហើយមែនហើយលំបាកអូនហើយពេលនេះគ្រប់យ៉ាងចប់ហើយឲ្យតែគ្រឿងសង្ហារឹមស៊ូធ្លាក់មកដល់ដៃពួកយើងអូនមិនចាំបាច់នៅមើលមុខមនុស្សល្ងងសិនអូនវូទៀតទេពេលនេះផ្ទះនៅភីងឆាំងដងនិងហាងប្អូនថ្លៃធ្លាក់មកដល់ដៃពួកយើងហើយអ្វីដែលសេះសល់មិនយូរទៀតទេជារបស់ពួកយើងតោះទៅបងទៅហៅតាក់ស៊ីឲ្យនៅសារព័ត៌មានកូរ៉េគ្មានអ្នកកសែតឈ្មោះលីប៊ិនជុងទេសូមពិនិត្យម្ដងទៀតទៅឲ្យខ្ញុំប្រាប់ប្រហែលដងទៀតទេនេះគ្មានអ្នកកសែតឈ្មោះនេះទេខ្ញុំរកបញ្ជីឈ្មោះបុគ្គលិកអស់ហើយឯនេះមកបាននោះធ្វាត់តែស្រដៀងគ្នាតែមិនមែននេះមកបានក្រុមហ៊ុនពួកខ្ញុំទេសូមស្វាគមន៍ខ្ញុំចង់ជួបនាងម្នាក់នេះតើអាចទៅរកនាងដែរណារមរីមែនទេពេលនេះនាងលែងធ្វើការនៅទីនេះទៀតហើយនាងទៅរៀបការថ្មីនេះទេវត្តមានរបស់នាងចុងក្រោយគឺមកជួបអគ្គនាយកជុងដើម្បីជួបលៀងការលារបស់នាងប្រកែកខ្លាំងណាស់ជារាជិនីក្នុងអាជីពនេះណាភ្នំអើយស្រីឆ្លើយបដិញប្រងអើយមិនឆ្លើយសាសងរឿងអ្វីអូនមិនស្រដីសំទោសខ្ញុំចង់សួរបន្តិចលោកណាមជាសឹងដែលស្នាក់នៅបន្ទប់លេខ1503តាមខ្ញុំដឹងគាត់នៅលីទេតែមានអ្នកណាអាសាមករកគាត់ទេនៅលីស្អីទៅគាត់រៀបការមានប្រពន្ធហើយលោកមិនដឹងទេអីប្រពន្ធរបស់គាត់ស្រឡាញ់គ្នាល្អល្អណាស់កាន់ដៃគ្នានិយាយលេងសើចកអឹកទៀតផងណាហើយទៅផ្សារទិញបន្លែជាមួយគ្នាទៀតខ្ញុំមិនដែលឃើញពីរអ្នកនោះឆ្លោះគ្នាទេអើលោកសួរធ្វើអីចង់រកប្តីប្រពន្ធគេទាំងពីរនាក់អីដើមជ្រៃឈរប្រពមុតស្ទឹងសូមជួយបញ្ជាក់ចិនដានំកាយតែឆ្ងាយចិត្តស្នេហ៍ក្នុងមិនពិតទេក្រោមខែពីថ្លាសូមលៀងក្លីអន្តងរកជីវ៉ាបើចិត្តមិនមេត្តាបេះដូងព្រៀមក្រំបងធ្នមចិត្តធ្នមទាំងកាយាមិនខុសក្តីប្រាថ្នាមិនអាចបងខំការពិតបងធ្នមឲ្យចិត្តអូនទូនយំទឹកភ្នែករបស់ស្រីមុំបញ្ជាក់ថាមិនស្នេហាណែអូនវូមិនទាន់មកវិញទៀតទេចាគាត់បាត់ទូរស័ព្ទតាក់តងអត់ចូលទេប្រហែលជាប់មើលថែអតិថិជនហើយអញ្ចឹងហ៎បើគេផឹកស្វឹងមកវិញឆុងទឹកឃ្មុំឲ្យគេផឹកទៅឯងសម្រាប់ចុះចាម៉ាក់ក្មេងម៉ាក់ក៏សម្រាប់ដែរទេចាបងធ្នមចិត្តធ្នមទាំងកាយាបានខុសក្តីប្រាថ្នាមិនអាចបងខំការពិតបងធ្នមឲ្យចិត្តអូនវូមិនទាន់មកវិញទៀតទេចាគាត់បាត់ទូរស័ព្ទតាក់តងអត់ចូលទេប្រហែលជាប់មើលថែអតិថិជនហើយអញ្ចឹងហ៎បើគេផឹកស្វឹងមកវិញឆុងទឹកឃ្មុំឲ្យគេផឹកទៅឯងសម្រាប់ចុះចាម៉ាក់ក្មេងម៉ាក់ក៏សម្រាប់ដែរទេចា
បងអូនវល់ប្រហែលជាឃើញប្រអប់មានអំបៅនៅផ្ទះបងខ្លាចតែគាត់ដឹងពីការពិតទេអូនត្រៀមចិត្តឲ្យហើយទៅអូនពូដាក់ឆាត់ចុះទៅឡើងទៅបើបណ្ដានិយាយគ្នាមិនដាទៅចាំអូនជាអ្នកបើកវិញតែនេះបងអារម្មណ៍មិននឹងនៅទេផឹកតែក៏បានផឹកតែក៏បានយើងរកកន្លែងអង្គុយនិយាយគ្នាទេអូននឹងបកស្រាយគ្រប់យ៉ាងប្រាប់បងបើកតទៅទៀតទៅបងឈប់រឹងរូសទេបែបនេះតែអាចកែប្រែស្អីបានទៅកុំតមកគិតតែពីបើកទៅប្រាប់តាមត្រង់មករស់ម៉ារីជាណាអូនដឹងមែនទេថារស់ម៉ារីជាណានេះជាជីនក្នុងអបគ្រឿងអលង្ការជីនគូស្នេហ៍ដែលចូលសង្ពាក់ហាក់ដែលក៏នៅក្នុងអបគ្រឿងអលង្ការអូនកាលពីមុនបងដឹងហើយតែពេលអ្នកខ្លះពេលអ្នកខ្លះក៏ហក់អូនថាអូននៅអាមេរិកតាំងពីតូចមកថាប៉ាមកអូនរកស៊ីនៅទីនោះពេលនេះហក់មែនទេមិនខុសទេមួយជីវិតខ្ញុំនេះមិនដែលទៅអាមេរិកទេធ្វើការជាស្រីចាក់ស្រោបម្រើភ្ញៀវខ្ញុំជាកូនកំព្រារៀនត្រឹមថ្នាក់ទី6ប៉ុណ្ណឹងពេញចិត្តហើយនេះបងចង់ដឹងអីសួរឲ្យអស់មកព្រោះនៅខណៈពេលនេះខ្ញុំនឹងខ្លាចតែពិតទាំងអស់អ្នកកសែតដោះស្រាយរឿងប៉ាតើជាណាតែអ្នកកសែតដែលនឹងយកលុយ300លានទៅឲ្យជាណាពេលខ្លីសោះបងពិតជាដឹងរឿងច្រើនមែនមើលទៅបងមិនមែនល្ងងខ្លៅដូចខ្ញុំគិតទេហេតុអីក៏នាងមិនបដិសេធនិយាយថាមិនពិតតែនេះគឺជាការយល់ច្រឡំប្រាប់មកថាអ្វីដែលខ្ញុំគិតនោះគឺមិនមែនជាការពិតទេរឿងគ្រប់យ៉ាងដែលបងដឹងគឺជាការពិតគ្មានរៀមច្បងអ្នកកសែតស្អីទេមិនពិតទេហើយនេះក៏ធ្វើបែបនេះចំពោះខ្ញុំយល់ទៀតទេក៏បំណងខ្ញុំគឺធ្វើឲ្យគ្រួសារបងទាំងមូលរលាយអញ្ចឹងហើយទៅខ្ញុំប្រើប្រាស់បងប្រអប់មេអំបៅដែលបងធ្វើឲ្យបែកនោះមិនមែនជាការចែកដាំទេមិនអាចទេអូនស្រឡាញ់បងហើយល្អចំពោះគ្រួសារបងអ្វីផ្សេងកុំនិយាយចុះស្នេហាមិនអាចខ្លាំងខ្លាយតែខ្ញុំនឹងបន្តស្រឡាញ់ខ្ញុំទៀតទោះកេងលក់ក៏ខ្ញុំអាចសម្ដែងបានដែរបងមិននិយាយលក្ខខណ្ឌស្អីទាំងអស់មិនថាអូនជាកូនចិនណាមិនថាអូនរៀននៅវិទ្យាល័យណាមិនថាអូនធ្វើការអ្វីចំពោះបងគឺមិនសំខាន់ទេប៉ុន្តែមានម្យ៉ាងស្នេហារបស់ពួកយើងនិងមង្គលការរបស់ពួកយើងប្រមាថតែអូនមានកុហកបងទេហើយបងនៅរក្សាការសម្ងាត់នេះរហូតដល់ថ្ងៃដែលបងស្លាប់ឆាប់ប្រាប់បងមកសំបីចិញ្ចៀនគូស្នេហ៍ក៏បងឃើញហើយបងគាត់ដឹងច្បាស់ថាខ្ញុំស្រឡាញ់អ្នកណាជាងចូលសឹងជាប៉ុនប្រុសបងជាគ្រូពេទ្យប្រចាំខ្លួនប៉ាម៉ាក់បងគាត់ក៏ជាគូស្នេហ៍របស់ខ្ញុំមិនពិតត្រឹមរឿងប៉ុណ្ណឹងមិនចាំបាច់ធ្វើជាឈឺចាប់ខ្លាំងទេប្រៀបនឹងការឈឺចាប់ដែលខ្ញុំមាន25ឆ្នាំកន្លងមកប៉ុណ្ណឹងនៅស្ទើរខ្លាំងណាស់ដឹងថាគូសារបងឆ្លប់បាត់ខ្ញុំឲ្យរស់បែបណាទេចុះប៉ាម៉ាក់ខ្ញុំប្អូនស្រីខ្ញុំមិនបានទេការសង្ស័យរបស់ខ្ញុំនៅមិនទាន់ចប់ផង
មិនអាចឲ្យចាប់ទៅដល់បែបនេះទេខ្ញុំមិនអាចឲ្យគ្រោះថ្នាក់ចរាចរណ៍បង្អាក់ដំណើររបស់ខ្ញុំដាច់ខាតខ្ញុំមានសិទ្ធិទទួលសុភមង្គលខ្ញុំត្រូវតែទទួលបានសុភមង្គលអង្វងមិនខុសទេខ្ញុំមិនបាននៅជាមួយលោកទេលោកបានក្លាប់ដោយខ្លួនឯងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយលោកខ្លួនឯង